My name is Andara. I'm just the founder of Empol Agro Product. We just established our company within 1 year during the COVID pandemic. But within 1 year, we have been developed ourselves to be one of the biggest processor and one of the biggest factory in Cambodia to produce the standard cashew nut for international market, especially in Europe and in US and other big consuming countries. Empol, we are working with two different communities. One we call AC. Under the Ministry of Agriculture, they are working together to produce the good quality nut. And another one we call CPA, Community Protected Area under the Ministry of Environment, because those communities not only produce the organic and also the sustainable agriculture, but they also contribute to protect the forest and wildlife and other biodiversity species inside the protected area of Cambodia. បាទឈ្មោះហនហ៊ុនជាប្រធានសហគមន៍នៅតំបន់ការពារធម្មជាតិនៅក្នុងភូមិតពេញឃុំខ្នងភ្នំស្រុកស្វាយលើខេត្តសៀមរាបក្នុងភូមិខ្ញុំសហគមន៍ភូមិខ្ញុំគឺមានតាដំណាំជាចម្បងគឺមានតែដំណាំនៅស្វាយចន្ទីនៅផ្ទៃដីដែលសរុបជាង300ហិកតា សូមថ្លែងអំណរគុណដល់អង្គការ GIZ ក៏ដូចជាក្រុមហ៊ុន Apple ដែលបានសហការនិងគាំទ្រដល់សហគមន៍កសិកម្មជាសាមគ្គីយើងក្នុងនោះក្រុមហ៊ុន Apple បានសហការទិញគ្រាប់ស្វាយចន្ទីសើមពីសហគមន៍ហើយនឹងគ្រាប់ស្វាយចន្ទីហាលស្ងួតពីសហគមន៍ហើយក៏ដូចជាការកែច្នៃបកគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រាប់ហ្នឹងដល់ពីសហគមន៍ទៅដែរហើយក្នុងនោះក្រុមហ៊ុន Apple ក៏បានធ្វើការបណ្ដុះបណ្ដាលដល់សមាជិកគណៈកម្មការសហគមន៍ក៏ដូចជាសមាជិកដាំដុះស្វាយចន្ទីទៅលើការប្រមូលផលទៅលើការដាំដុះការថែទាំនិងការប្រមូលផលចន្ទីសរីរាង្គដល់សហគមន៍ហើយសម្រាប់គណៈកម្មការវិញ Apple បានបង្រៀនពីការបែងចែកចំណាក់ថ្នាក់គ្រាប់ការត្រួតពិនិត្យគុណភាពគ្រាប់និងការទុកដាក់ស្វាយចន្ទីដើម្បីឲ្យបានទទួលនៅគុណភាពល្អខ្ញុំឈ្មោះសេងយ៉ននៅភូមិតមាញ់ហើយខ្ញុំដាំចន្ទីរយៈពេល3ឆ្នាំខ្ញុំបានសហការជាមួយសហគមន៍កសិកម្មឃុំវិជាសាមគ្គីហើយនឹងក្រុមហ៊ុន Apple ហ្នឹងមួយឆ្នាំកន្លងមកហើយក្រុមហ៊ុន Apple បានដាំដុះបើកវគ្គបណ្ដុះបណ្ដាលដាំដុះចន្ទីសរីរាង្គដល់ខ្ញុំនិងសមាជិកក្នុងសហគមន៍ខ្ញុំនឹងយកបទពិសោធន៍ធ្វើចន្ទីសរីរាង្គហ្នឹងដើម្បីយកទៅអនុវត្តហើយឲ្យបានចំណូលច្រើននៅក្នុងគ្រួសារមុននឹងផ្លែវាចេញត្រួយអញ្ចឹងខែនេះវាអត់ទាន់ត្រួយទេដល់ពេលនេះចេញត្រួយមកដល់ពេលចេញត្រួយមកបានមានផ្កាយើងកាប់វាប្រហែលជា3ទឹកមកប្រវែងវា3ទឹកជំរឿប្រហែលជាមិនដល់1ទឹកទេវា5ហ៊ុនអីចឹងមកមិនយើងដាក់ជីទៅពីខាងក្រុមហ៊ុន Apple ហ្នឹងបែរគាត់មកបើកវគ្គបណ្ដុះបណ្ដាលឲ្យយើងប្រើពីជីសរីរាង្គសហគមន៍កន្លងមកធ្លាប់បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Empol អង្គការ GIZ ហ្នឹងដើម្បីចងក្រងជាឧត្តមកសិករផលិតស្វាយចន្ទីហ្នឹងធ្វើឲ្យចន្ទីហ្នឹងคล้ายទៅជាចន្ទីសរីរាង្គហើយធ្លាប់បានរៀបចំបណ្ដុះបណ្ដាលដើម្បីកែច្នៃស្វាយចន្ទីដូចជាសម្ងួតគ្រាប់ស្វាយចន្ទីជាដើមហើយមួយទៀតក្រុមហ៊ុនក៏ធ្លាប់បានចុះកងត្រាជាមួយនឹងសហគមន៍ដើម្បីទិញគ្រាប់ស្វាយចន្ទីដើម្បីឲ្យសហគមន៍ផលិតបានសម្រាប់ផ្គត់ផ្គង់ឲ្យទៅក្រុមហ៊ុនគុំគឺមានតួនាទីសំខាន់ណាស់បាទសម្រាប់រក្សាថែរក្សាព្រៃហើយធនធានធម្មជាតិគ្រប់ដណ្ដប់ទៅលើសហគមន៍ហើយនឹងផ្សព្វផ្សាយកូនក្មេងចំនួនក្រោយបាទចេះជួយការពារនៅក្នុងសហគមន៍ព្រៃឈើការបោកបាញ់នៅក្នុងសហគមន៍អានោះយើងក៏អាចផ្សព្វផ្សាយប្រាប់ដល់អ្នកស្រុក
ឲ្យគាត់យល់ដឹងពីទូនាទីក្នុងសហគមន៍ថាគេហាមឃាត់មកឲ្យបបបាញ់សត្វក៏កាប់ឈើបន្តឲ្យធ្វើឲ្យភ្លើងឆេះព្រៃនៅក្នុងសហគមន៍គឺយើងផ្សព្វផ្សាយប្រាប់គាត់ឲ្យយល់ដឹងពីសារៈសំខាន់របស់សហគមន៍ដែលគេចែងពីគោលការណ៍លក្ខន្តិកៈច្បាប់គេហាមឃាត់គេមិនឲ្យកាប់បន្តទៀតទេឲ្យជួយថែរក្សាឲ្យបានយូរអង្វែងសម្រាប់ក្មេងសារក្រោយទៀតលោកគ្រូបាទ We are proud to cooperate with GIZ project in order to implement the climate change resilience to the AC and CPA in order to help them to improve their production consistently and also help them to protect against the climate change resilience in the future.បាទសូមអរគុណ Thank you.